រមណីយដ្ឋានសេកសកលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ0996397និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បាត់ដំបងរមណីយដ្ឋានសេកសកបានក្លាយជាតំបន់ទេសចរសម្រាប់ទាក់ទាញភ្ញៀវមកកម្សាន្តពីគ្រប់ទិសទីដែលមានសម្រស់ធម្មជាតិគួរឲ្យគយគន់ដោយភ្ជាប់ទៅនឹងចម្រៀងលោកស៊ុយស៊ីសាមុតមួយបទមានចំណងជើងថាអនុស្សាវរីយ៍សេកសកដែលយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះទៅទិសខាងលិចតាមបណ្ដោយផ្លូវជាតិលេខ57ចម្ងាយប្រមាណជា50គីឡូម៉ែត្រយើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថាផ្សារជីវពេលនោះយើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយដែលរំលេចអក្សរធំថារមណីយដ្ឋានទឹកធ្លាក់សេកសកបន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា13គីឡូម៉ែត្រយើងនឹងឃើញស្លាកសញ្ញាមួយទៀតនៅជាប់នឹងដងផ្លូវដែលសរសេរថារមណីយដ្ឋានសេកសកសូមស្វាគមន៍លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់តំបន់ព្រៃភ្នំនៃឃុំភ្លៅមាសអតីតធ្លាប់ជាសមរភូមិប្រយុទ្ធដ៏ក្តៅគប់រវាងកងទ័ពរដ្ឋាភិបាលនិងពួកខ្មែរក្រហមបច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលនិងជាកន្លែងលួងលោមបោះអង្អែលអារម្មណ៍ដែលស្មុគស្មាញឲ្យប្រែក្លាយជាភ្លឺថ្លាជ្រះស្រឡះផុតក្តីមុំមកស្នូគ្រាប់កាំភ្លើងភោងផាំងដ៏គួរឲ្យព្រឺខ្លាចប្រែក្លាយជាសម្លេងតន្ត្រីធម្មជាតិយ៉ាងពីរោះរណ្ដំលន្លង់លន្លោចគួរឲ្យជក់ចិត្តដិតអារម្មណ៍ក្រៃលែងរៀងរាល់ថ្ងៃសៅរ៍អាទិត្យពិសេសរដូវចូលឆ្នាំនិងភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទគ្រប់វ័យតែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋានសេកសកនេះយ៉ាងច្រើនកុះកររមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើងលើផ្ទៃដីរាប់ហិកកដាដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹងសង្កែក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្ដល់ឲ្យនៃទឹកស្ទឹងហូរបត់បែនមកប៉ះទាំងធម្មតាតូចធំប្រគំជាសូឈូច្រហើយនោះក៏នៅមានទេសភាពប្លែកជាច្រើនទៀតសម្រាប់កម្សាន្តផងដែរញាពេញផ្ទៃឧទ្យានទាំងមូលគេដាំដើមឈើជាច្រើនប្រភេទនៅក្រោមម្លប់ឈើនីមួយគេបានដាក់បង់សម្រាប់ភ្ញៀវអង្គុយលេងសម្រាប់លំហែកាយយ៉ាងត្រជាក់ចិត្តលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់នៅចំពីមុខមានស្រះមួយដែលមានទឹកថ្លាឆ្វេងនិងមានពេដាឡូរូបទារូបខ្ងានរូបសេះសិប្បនិមិត្តសម្រាប់ភ្ញៀវជិះកម្សាន្តនៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទប៉ុន្តែក្នុងចំណោមរូបទាំងនោះមានរូបមួយដែលភ្ញៀវចាប់អារម្មណ៍ជាងគេគឺរូបសេកញីឈ្មោលមួយគូនៅចំកណ្ដាលឧទ្យានជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯកដែលរំលឹកទៅដល់ស្នេហាដែលបានរៀបរាប់ដោយលោកស៊ិនស៊ីសាមុតម្យ៉ាងវិញទៀតរូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះនៅចុងខាងជើងនៃសួនឯណោះវិញគេសង់រោងមួយយ៉ាងវែងចែកជាពីរខណ្ឌមួយខណ្ឌដាក់រថយន្តអគ្គិសនីសម្រាប់ភ្ញៀវជិះកម្សាន្តឬដែលញាក់ឲ្យធម្មតាហៅថាបូឡានបុកគ្នាចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេងពីរោះរោងសម្រាប់រាំកម្សាន្តរីឯនៅមាត់ស្ទឹងសង្កែក្រុមយុវវ័យនាំគ្នាងូតទឹកលេងយ៉ាងរីករាយខ្លះមួយចាប់គ្នាខ្លះបណ្ដែតខ្លួនលេងតាមខ្សែទឹកហូរយ៉ាងសប្បាយរីករាយសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ